អូនជើងដល់ម៉ូតូគេថ្មីចេះប្រងមិនហ្នឹងកុំប្រាប់តាខូចកុំប្រាប់ម៉ូតូ025ថ្មីចេះម៉ូតូនេះប្រហែលជាដូរប្រេងម៉ាស៊ីនឬក៏ដូរប្រេងកាឡេហ្នឹងទេហើយនឹងផ្លុំអែហ្នឹងទេមើលទៅម៉ូតូថ្មីអញ្ចឹងម៉ូតូនេះបងប្អូនគឺជិះស្រួលមិនធម្មតាដែរទេហើយម៉ូតូនេះវាមានបញ្ហារៀងឆ្លក់បន្តិចដែរបើយើងមើលគីឡូរបស់វាតែ15000គីឡូទេហើយឥឡូវគេសួរតាខូចអីបានដោះអាម៉ូតូគេខ្ទេចអញ្ចឹងនេះម៉ូតូនេះបងប្អូនតាមពិតមានបញ្ហាទៅលើធុងសាំងរបស់វាច្រេះខ្ញុំមកពិតជានឹកស្មានមិនដល់មែនថាម៉ូតូ10000គីឡូជាងវាច្រេះធុងសាំងខ្ទេចអស់លីងអញ្ចឹងនេះបងប្អូនមើលចោះកុំឲ្យថាខ្ញុំចេះដែរនិយាយច្រេះស៊ីដីឡើងចង់ខ្ទេចខ្ទីអស់លីងហើយមើលតកាក់ចេះក្នុងធុងសាំងវាចោះបើមិនយើងកោសយកចេញវិញបែបចិត្ត1គីឡូហើយតែក៏ខ្ញុំអត់កោសអត់លៀងអត់ជួសជុលអីទាំងអស់ធុងសាំងប៉ុណ្ណេះឲ្យជួសជុលឲ្យមិនទៀតដល់លោកឯងលោកជួសជុលឲ្យមិនបានដល់ទីទៀតហ្នឹងវាច្រេះថែមទៀតហើយបើធុងសាំងច្រេះម្លឹងហើយមើលតើបងសាំងវាអាដេចបោបជាសាំងច្រេះចង់ដាច់ហើយបើតម្រងប្រេងឡើងខ្មៅញូញខ្ញុំមិនឆ្ងល់ម៉ូតូថ្មីចេះវាយ៉ាងម៉េចបានទៅដល់ថ្នាក់ហ្នឹងនេះម៉ូតូនេះមិនសង្ស័យបែបមិនចាក់សាំងទេបើសង្ស័យចាក់ទឹកហ្មងហើយខ្ញុំវាមិនអស់ចិត្តក៏សួរបងប្រុសថាម៉ូតូអីរងឯងចាក់ទឹកឬក៏ចាក់សាំងបងប្រុសក៏ថាចាក់សាំងតើហើយខ្ញុំក៏សួរទៀតថាម៉ូតូមានធ្លាប់លិចទឹកអត់មានធ្លាប់ក្មេងៗច្រឡំចាក់ទឹកចូលអត់បានជាធុងសាំងមួយច្រេះថ្នាក់ហ្នឹងបងប្រុសក៏ថាម៉ូតូគាត់មិនដែលលិចទឹកទេមិនដែលចាក់ទឹកអីទេម៉ូតូនឹងប្រើតែដៃមួយទេធ្នមណាស់ថែណាចប់បាយមិនដឹងជាមូលហេតុអីទេម៉ូតូនេះបើតាមខ្ញុំស្មានណាទី1គាត់ចាក់សាំងមិនល្អទី2ធុងសាំងវាអន់ធ្វើចេញមកក្រុមហ៊ុនមកហ្មងអាហ្នឹងមិនមែនអន់ទាំងអស់ទេ10ឲ្យជួប1ជួប2អញ្ចឹងណាពួកស្គូពីស្រីខ្ពស់ឥឡូវខ្ញុំថាជួបបញ្ហាញឹកម៉ាស៊ីនវាក៏ឆាប់មានបញ្ហាដែរប្លុកក៏ទាសាពីនក៏ឆាប់មានបញ្ហាដែរឥឡូវមកដល់វគ្គធុងសាំងទៀតខ្ញុំនិយាយមែនម៉ូតូថ្មីឥឡូវមិនសូវធន់ដូចអាស្រីចាស់សោះផលិតមកដូចរៀងឆាប់ខូចដល់ហើយនិយាយទៅខូចទាំងនៅថ្មីហ្មងជាងដំធ្វើយកទៅលុយទៅវិថីទៅអាឡៃមាត់ក៏ធ្វើអីចឹងមិនមកទេឈប់និយាយចឹងធ្វើយកទៅលុយអីចឹងធ្វើយកទៅលុយដាក់អាចាក់ទៅបានហើយចឹង